ហើយថ្ងៃនេះញោមទៅវិញកត់ថានៅថ្ងៃ13-14កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ខ្ញុំបានទៅធ្វើបុណ្យចាប់ស្លាកនៅវត្តអង្គខ្មៅទៅសេទុកថ្ងៃណាយើងចិត្តស្លាប់ឲ្យគេអានបុណ្យហ្នឹងជាទីចម្រើនចិត្តបុណ្យយើងកើតឡើងរៀនធ្វើបុណ្យណាញាតិញោមអាចារ្យគណៈកម្មការប្រសង់អីលោកប្រាប់បុណ្យរៀនធ្វើសេចក្តីល្អអាត្មាលើករឿងនឹងញយហើយរឿងទុរគតបរោះញាតិញោមកំសត់ក្រីក្រមានតែប្តីហើយប្រពន្ធហើយរឿងនឹងមានក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធនាមកាសបៈទុសពលមិននៅក្នុងពុទ្ធអង្គយើងនេះទេកាលនោះមានអាចារ្យម្នាក់ដូចខ្ញុំខំចឹងគាត់ដើរសុំលោកក្មួយអើយទទួលលោកផងស្អែកយើងបន់គេទទួលអ្នកមានគេទទួល100អង្គ200អង្គ300អង្គ500អង្គហើយទៅជួបតកុកបរោះពីអ្នកនៃប្រពន្ធហ្នឹងថាខ្ញុំក្រយ៉ាងហ្នឹងលោកអាចារ្យអើយធ្វើតែស៊ីឈ្នួលគេកាប់អស់រែកទឹកប្រពន្ធបុកស្រូវបុកអង្គឲ្យលោកសិទ្ធិគេឲ្យតែបាយក្តាំងបន្តិចមកខ្ញុំអត់មានអីធ្វើទេហើយលោកអាចារ្យក៏ពន្យល់ថាមកពីអ្នកក្រហ្នឹងអត់បានធ្វើបន់គេទៅកុំឲ្យជាតិក្រោយទៅក្រទៀតទៅគាត់បរោះហ្នឹងគាត់ជ្រះថ្លានឹងពាក្យលោកអាចារ្យហ្នឹងយ៉ាងខ្ញុំទទួលមួយអង្គអាចារ្យហ្នឹងដល់តែគាត់ទទួលមួយអង្គអញ្ចឹងភ្លេចតែសេឈ្មោះទុកញាតិញោមអើយញាតិញោមញោមណាមកអត់បានព្រៀងចាំចាប់អាត្មាយកណាញោមចឹងលោកអាចារ្យគាត់អត់ទៅសេដល់ទៅពេលមកនិមន្តព្រះសង្ឃបរិជាសិទ្ធិកហបតីម្នាក់500អង្គ300 250 20 10អង្គអស់អាលឹមហើយពុទ្ធអង្គពុទ្ធកាសបៈទុសពលលោកជ្រាបលោកអត់ចេញពីប្រព័ន្ធរកប់លោកអត់ចេញលោកជ្រាបបរោះនឹងលោកចង់ប្រោះបរោះនឹងបរោះកំសត់នឹងចឹងទៅញោមហើយមុននឹងដល់ថ្ងៃប្រគេនចង្ហាន់លោកអត់មានតេយ្យធម៌ដូចមានញោមទេនាំគ្នាប្តីនឹងទៅពុះអស់ផងរែកទឹកឲ្យគេបន្ថែមមកប្រពន្ធនឹងទៅបុកអង្គឲ្យគេទាំងយប់ញាតិញោមទាំងយប់ទានរបស់ពុទ្ធបរិសនេះណាក្តៅដល់សកទេវរាជព្រះអង្គចុះមកសួរទៅនាំឲ្យប្តីនឹងទៅបេះតគួនដោយស្រែហ៎ញោមស្លោធ្វើចង្ហាន់លោកមួយអង្គណាទៅបេះតគួនទៅអ្នកនេសាទគេថាឥឡូវជួយលុកត្រីខ្ញុំឲ្យត្រីចង់ខំដើរលុកត្រីគេនឹងបានត្រីមកអីទៅព្រះអង្គនិមិត្តជាបរិសម្នាក់ដើរពីមុខផ្ទះនឹងសួរថាណាត្រូវការជួលចុងភៅទេស្រីយ៉ាងណាញោមណាត្រូវការជួលចុងភៅទេហើយគាត់ថាខ្ញុំមានតែជួលបើអង្គគេឲ្យមកតែប៉ុណ្ណឹងហើយត្រីមកហូបអីខ្ញុំទៅស៊ីឈ្នួលគេលុកត្រីហ្នឹងបានថាបាននិមិត្តជាមនុស្សថាខ្ញុំស្លោអត់យកលុយទេចឹងជួយគ្នាយកបន់ណាយកបន់ញោមនិយាយពីប្តីទៅវត្តទៅគាត់ទៅទេសកៈថាអស់លោកបាត់ហើយយំហ្មងញោមអើយអស់លោកយំហ្មងហើយយំមិនដូចញោមអង្គខ្មៅយំអីតិចតួចឯណាឯនោះចាប់ដើមយំដេកដីអានៀលយំហ្មងបានលោកអាចារ្យទៅងែខ្នងថាអ្នកដោយចម្រើនកុំយំភិក្ខុសង្ឃអស់ក៏ពិតមែនប៉ុន្តែព្រះសាស្តាអត់ទាន់ណានិមន្តទេណាអញ្ចឹងព្រះសាស្តានៃយើងអត់ទាន់មានណានិមន្តទេទៅសាកមើលមកឯរកបានញោមទៅគ្រាន់តែឈរមុខកត់ព្រះអង្គពោលហ្មងបបគាត់ព្រះអង្គដោយចម្រើនខ្ញុំជាបុគ្គលកំសត់ទូរគតក្រីក្រលំបាកថ្ងៃនេះខ្ញុំចង់ថ្វាយទានព្រះអង្គហើយព្រះអង្គបើកទ្វារប្រព័ន្ធរកត់មកញោមព្រះអង្គបើកទ្វារប្រព័ន្ធរកត់វឹបហុចបាតឲ្យអូយកាន់បាតលោកញោមនិយាយកាន់បាតលោកអត់ញោមហ៊ានទេញោមហ៊ានកុំខ្លាចបានប្រសងលៀងបោកសម្អាតពួកស្លោកបាតយកបាតលោកបានបុណ្យបានកុសលជាក្រោយស្អាតរូបកើតមកអត់មានកងលំមអីញោមមិនបាច់លាបថ្នាំ
បាច់លាបទឹកណាំ190ក៏ស្អាតដែរបាច់លាបលេនឹងស្អាតឯងហើយច្រឡំតែប្រាថ្នាការជាតិណាឲ្យស្អាតដូចនាងឧមាតន្ត្រីទៀតចប់ប្រមងញោមច្រឡំលោកកំពុងអាពីអីមកឈរពីមុខលោកឈួតបាត់ទៅមិនទៅញោមអត់បានទេចឹងញោមបរោះម្នាក់លោកតែងតែសុំលោកទៅសុំលោកសុំថាខ្ញុំកណាឲ្យខ្ញុំសុំទិញបាតនឹងមកខ្ញុំសុំទិញបាតនឹងមកខ្ញុំសុំទិញបាតនឹងឲ្យមកកហបណៈពីរកហបណៈអីអត់បានញាតិញោមអត់បានបរោះអត់ឲ្យហើយទូលសិទ្ធិថាព្រះអង្គមិនដឹងបានអីឆានទេបើរបស់មិនល្អអញ្ចឹងញោមមានឯណាគ្រាន់តែយកបាតពីព្រះអង្គចូលផ្ទះកំសត់តែត្បល់ចូលហ្នឹងណាចូលផ្ទះដល់កំសត់នឹងគ្រាន់តែចូលព្រឹបបើកឆ្នាំងបាយមហូបវឹកឈ្ងុយពេញមួយក្រុងមើលញោមអង្គខ្មៅមានញោមណាមានមហូបបាតឲ្យឈ្ងុយពេញមួយក្រុងមកទីក្រុងឈ្ងុយទាំងអស់ហើយព្រះអង្គមានកម្ពស់ខ្ពស់ចូលទៅជាតបានចង្ហាន់ហើយបរោះនឹងយកកាន់បាតព្រះអង្គនឹងនាំព្រះអង្គយាងទៅវិញព្រះអង្គមុនទៅវិញយាងទៅវិញទៅក៏បរោះនឹងកាន់បាតព្រះអង្គទៅវិញស្រាប់ទៅមកដល់ផ្ទះប្រពន្ធលែងហ៊ានចូលផ្ទះញាតិញោមអើយញោមប្តីទៅដល់វត្តជូនព្រះទៅដល់វត្តមកវិញប្រពន្ធលែងហ៊ានចូលផ្ទះប្តីសួរថាមនាលនាងដល់ចម្រើនហេតុអីបានជានាងមិនចូលផ្ទះប្រាប់ប្តីថាអត់មានកន្លែងចូលញាតិញោមថាអត់មានកន្លែងចូលមិនបានអត់មានកន្លែងចូលថាមាសធ្លាក់មកពេញផ្ទះយើងអស់ហើយកន្លែងណាក៏អត់មានកន្លែងចូលដែរសូម្បីតែក្នុងក្អមក្នុងពាងបាយសំទោសក្នុងពាងដាក់អង្គឆ្នាំងបាយអីមាសចូលពេញអស់ហើយញោមអង្គខ្មៅច្រឡំថាមកបន់ចាប់ស្លាកវត្តអង្គខ្មៅទៅវិញមាសពេញផ្ទះអញ្ចឹងមិនដឹងអាម៉េចទៅញោមប្រវត្តិយ៉ាងបេះដូងស្លាប់បាត់ទៀតអត់គាំងណាចែកលោកខ្លះអត់ញោមចែកថាមកធ្វើស្លាកឲ្យទៅវិញបានប្រាក់ច្រើនអញ្ចឹងអរប្រគុណហើយអរប្រគុណព្រះអង្គវត្តអង្គខ្មៅអាចារ្យវត្តអង្គខ្មៅបាននាំខ្ញុំធ្វើបុណ្យឥឡូវទៅវិញគេប្រគេនគេជូន$10000ឥឡូវមកប្រគេន$3000ជូន$3000ធ្វើវត្តសុបាយចិត្តណាញោមរឿងធ្វើបុណ្យអត្តរាបរចេតនាកុសលកម្មទាំងឡាយដែលយើងបានធ្វើនៅក្នុងកុសលធម៌ទានទាំងឡាយដែលយើងបានឲ្យដល់សព្វព្រមចារីបុគ្គលណាឈ្មោះថាជាសេចក្តីសុខសប្កាលញោមញាតិសត្វបរោះប្រុសស្រីទាំងឡាយការធ្វើបុណ្យកុសលទាំងឡាយជារឿងនាំមកនៅសេចក្តីសុខដ៏ក្រៃលែងរកប្រមាណអត់បានញោមញាតិបរិស័ទទាំងអស់គ្នារៀនធ្វើបុណ្យឲ្យទានទាន់តែសាសនានៅរៀនធ្វើបុណ្យសន្សំកុសលទាន់តម្លៃជីវិតរបស់យើងនៅពេលណាដែលអាយុក្តីលើធាតុក្តីវិញ្ញាណក្តីត្រូវលះបង់ពីលោកនេះហើយរឿងការបំពេញកុសលកម្មទាំងឡាយមិនមានទៀតទេមែនទេញាតិញោមអាត្មាមកមិញគាត់ចូលមកដល់វត្តបានទៅរៀន2ផ្លែហើយញោមញោមមិញបានទៅរៀន2ផ្លែហើយអ្នកលោកប្រគេន1ផ្លែញោមក្រាំងលាវប្រគេន1ផ្លែបាន2ផ្លែដាក់ទូកឡាបាត់ហើយអត់ឲ្យញាតិញោមដឹងឲ្យលេងសម្រាប់ទៅខ្លាចមកចាស់សុំនឹងចឹងទៅដាក់ទូកឡាទៅកូនសិស្សយកដាក់បាត់ហើយនឹងស្អែកចាំឆានញោមស្អែកជាប់ទេសនាគេមកព្រឹកទៀតថ្ងៃត្រង់ចាំឆានស្អែកជាប់ទេសនានៅផ្សារកំពង់ស្ពឺចឹងពីព្រឹកញោមញាតិសប្បុរសប្រុសស្រីទាំងអស់គ្នាណាខំធ្វើបុណ្យឲ្យទានសុបាយចិត្តរីករាយការធ្វើបុណ្យសាលាកផតនេះណាជាទាននៅក្នុងព្រះវិន័យមួយព្រះអង្គលោកសម្ដែងអនុគ្រោះដល់ភិក្ខុសង្ឃដែលជាអ្នកបួសមានវត្តប្រតិបត្តិក្នុងការបិណ្ឌបាតប៉ុន្តែក៏ព្រះអង្គទ្រង់សម្ដែងអត្តរេកលៀបទាំងឡាយដែលកើតអំពីផាត់ទាំង7យ៉ាងក្នុងនោះផាត់ទី4គឺសាលាកផតផាត់ដោយការចាប់ឆ្នោតផាត់ដោយការចាប់ស្លាកផាត់ដោយការមិនកំណត់ឧបាសកឧបាសិកាទាយិកាមិនកំណត់ភិក្ខុសង្ឃ
ណាញោមណាមានអីប្រកេតនឹងទៅញោមឬអត់ញោមមានអីប្រកេតនឹងទៅមានកវលប្រកេតកវលមានខ្សែដៃប្រកេតខ្សែដៃមានខ្សែកប្រកេតខ្សែកទៅលោកទទួលយកទៅលោកមិនទទួលទេលោកដឹងថានោះមាសប្រាលោកទុកទៅតែលោកមិនទទួលទៅលោកបដិសេធទៅមែនទេញាតិញោមមិនដូច្នោះទេណាញោមមានបច្ច័យបបរណាឲ្យច្រើនណាញាតិញោមអាត្មាដឹងមកនិមន្តមកភាគច្រើនគឺសាមណសិស្សរៀនសាលាពុទ្ធិកសិក្សាលោកត្រួតត្រងហើយអាត្មានិយាយមួយទៀតប្រសិនបើញាតិញោមអស់ស្លាកហើយនៅមានប្រសង់ញោមត្រៀមបច្ច័យប្រគេនលោកត្រៀមចង្ហាន់ប្រគេនលោកណាញោមអាត្មាអត់ទៅឆាន់ទេអាត្មាអត់ចាប់ទេអាត្មាចាំមើលបើអស់ហើយបានទៅបើថាមិនអស់ទេអាត្មានៅឆាន់ហ្នឹងញោមណាយកចង្ហាន់មកប្រគេនអត់ណាញោមចាំមើលសិនញោមមកក្រែងរមានប្រសង្ឃសោទុកឲ្យលោកទៅអាណិតក្មេងៗតូចខំរៀនប្រតិបត្តិធម៌វិន័យផងរៀនសាលាពុទ្ធិកផងហើយគួរឲ្យអាណិតណាញោមប្រសង្ឃតូចដូចវត្តថ្មអីញាតិញោមជ្រាបហើយវត្តតែបើសាលាពុទ្ធិកប្រសង្ឃតូចប្រត់ម៉ែប្រត់ទៅយុបឡើងសឹងឲ្យកគ្នាញាតិញោមមើលទៅសង្វេគញាតិញោមគួរក្មេងប្រព័ន្ធនេះសំបាននៅជាមួយឪពុកម្ដាយមានភាពកក់ក្ដៅប៉ុន្តែលះភាពកក់ក្ដៅរបស់ខ្លួនមកប្រព្រឹត្តព្រហ្មចរិយធម៌សិក្សារៀនសូត្រព្រះធម៌ព្រះវិន័យសិក្សារៀនសូត្រពុទ្ធិកសិក្សាចេះដឹងរៀនសូត្រគម្ពីរបត្រៃបិដកសូត្រធម៌អាវិន័យរបស់ព្រះអង្គប្រាប់ញាតិញោមជាបញ្ញខេត្តដ៏ល្អញាតិញោមហើយគួរបូជានឹងរឿងលោកតោកលោកធំហ្នឹងអត់សំខាន់ទេណាញាតិញោមអត់សំខាន់ទេយើងអត់ដឹងថាប្រសង្ឃដែលយើងចាប់បានមិនទាន់ចេះឲ្យសិលថ្ងៃហ្នឹងទេមិនទាន់ចេះសូត្រធម៌ថ្ងៃហ្នឹងទេមិនដឹងថាលោកនៅអនាគតទៅបានធ្វើមេគុណខែឬបានធ្វើសម្ដេចសង្ឃលោកអត់ដឹងទេអត់ដឹងថាលោកអង្គហ្នឹងទេអនាគតទៅជាទៅបានជាព្រះអរហន្តខៃណាស្របបច្ចេកភូមិសាវកភូមិពុទ្ធភូមិអីយើងអត់ដឹងទេយើងមើលអត់ឃើញទេអញ្ចឹងយើងក៏អោនចិត្តចំពោះតែសង្ឃរតនៈតែម្យ៉ាងបានប៉ុណ្ណានាងមហាបជាបតេកោតមីខំដាំកបាស់ខ្លួនឯងត្បាញខ្លួនឯងធ្វើសម្ពុតត្រៃចីវរខ្លួនឯងហើយថ្វាយព្រះទស្សពលញាណចុងក្រោយព្រះអង្គឲ្យថ្វាយសង្ឃណាញោមឲ្យថ្វាយសង្ឃណារហូតឲ្យថ្វាយសង្ឃនាងកថាបើព្រះអត់យកព្រះអាយបុត្រមិនទទួលព្រះសិរីបុត្រអត់ទទួលព្រះមោគលានអត់ទទួលរហូតដល់ភិក្ខុបួសក្រោយឈ្មោះអជីតៈយំហួរមិនគួរណាលោកទាំងបួសម្សិលមិញបួសព្រឹកមិញឲ្យមកទទួលសម្ពុតជ័យវរអញធ្វើដោយផ្ទាល់ដៃដាំពីផើងមាសដោយផ្ទាល់ដៃចុងក្រោយបានព្រះអង្គសម្ដែងបដិហាឲ្យបាត់បាតឲ្យអ្នករកបាតរកមានឃើញណាព្រះអរហន្តត្រខៃណាស្នប់ព្រះមហាមោគលានជ្រែកមេឃជ្រែកដីជ្រែកទឹកជ្រែកអាកាសរមឃើញព្រះអរហន្តប្រមាណ500ព្រះអង្គរមបានអជីតៈទៅឈរតែចេញមុខរោងមិនដុបទទួលខាត់ពោលសច្ចវិជ្ជាខ្ញុំបួសគឺឧទ្ទិសដៅចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃការបួសរបស់ខ្ញុំដល់បរិសុទ្ធមិនថាត់នៅក្នុងការប្រាថ្នាអ្វីបាបនេះបើត្រូវបានចុះធ្លាក់មកបាបព្រះអង្គធ្លាក់ដៃព្រឹបបាបថ្មនិលញាតិញោមធ្លាក់លើបាបដៃព្រះអង្គព្រឹបបាបភិក្ខុនឹងព្រឹបបានព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអជីតភិក្ខុនេះណាជាតួអង្គពុទ្ធអង្គត្រាស់ខាងក្រោមឈ្មោះអរិយមេត្រីបាននាងហើយបាទតថាគតនេះមិនមែនសាធារណៈសម្រាប់សាវកទេវាលែងតែបុគ្គលមានពូជបំណងនៃពុទ្ធអង្គទៅបានកាន់បានអស្ចារ្យបណ្ណាញាតិញោមនាងមហាបជាបតិគុតមីត្រេកអរម្ដាយមីងក៏អរឡើងវិញសប្បាយចិត្តបានថ្វាយសម្ពុតចំពោះតួអង្គពុទ្ធការខាងក្រោយឈ្មោះអរិយមេត្រីរឿងទាំងអស់នៅលើភពផែនដីនេះយើងមើលអត់ឃើញចាំសូមឲ្យញាតិញោមបងអោនចិត្តចំពោះគុណព្រះសង្ឃរតនៈណាញោមស្ដាប់បានទេញោមអាត្មាខំស្រែកដល់ចង់ស្អកអីនឹងអញ្ចឹងហ
ហើយថ្ងៃនេះចាប់ស្លាវត្តថ្មីសំទោសវត្តអង្គខ្មៅមិនញោមសួរថ្ងៃណាព្រះអង្គញោមបាត់កាន់ស្លាកដែរថ្ងៃទី9ខែសីហាថ្ងៃ11រោចខែទុតិយាសាទអាសាទទី2កម្មវិធីបន់ចាប់ស្លាកវត្តថ្មីអត់ទាន់គ្រប់កន្លែងនៅខ្វះជាង10អង្គទៀតហើយអាត្មាតែគ្រប់បាត់អត់ទទួលទេអាត្មាអត់ទទួលទៀតទេតែគ្រប់ឲ្យលែងទទួលតែ108ព្រះអង្គនឹងគ្រប់សាមណៈសិស្សកូនចៅទៅរៀននៅទីក្រុងភ្នំពេញខ្លះប្រសង់រៀនក្នុងវត្តខ្លះហើយប្រសង់អកតអកចិត្តមួយអង្គពីរអង្គខ្លះគ្រប់គ្រាន់នឹងគ្រប់គ្រាន់ក្នុងការបំពេញកុសលកម្មអាត្មាដោយវត្តអង្គខ្មៅដែរភាគច្រើនឧទ្ទិសមិនមែនថាប្រសង់ចាស់លោកមិនរៀនមិនឲ្យលោកចាប់មិនទេប៉ុន្តែសូមឲ្យបានភាគច្រើនប្រសង់ដែលរៀនសាលាពុទ្ធិកៈលោកមានឱកាសបានប្រាក់ថវិកាបានរបស់របរក្រាន់ឆាន់ណាញោមអើយអាសាប្រគេនកាហ្វេលោកណាកាត់បន្ថយគ្រឿងកំប៉ុងខ្លះទៅទិញកាហ្វេ4-5កញ្ចប់អាធំប្រគេនសង់ទៅក្រនឲ្យលោករៀនឆាន់កាហ្វេញាតិញោមគ្រឿងកំប៉ុងហ្នឹងក៏ប្រគេនមិនតែយើងកាត់បន្ថយល្មមណាញាតិញោមល្មមបណាបច្ច័យ4អីឲ្យលោករៀនឆាន់កាហ្វេទៅខ្លាចចំតែកាហ្វេស្អីញោមចាអាកាហ្វេថ្ម7នោះហ៎អានឹង Vivo ទៀតនឹងអាណាមែនទេនឹងអាណាអត់ទេនិយាយទៅចាញ់ទឹកថ្នោតញោមមែនទេញោមក៏ចាញ់ទឹកថ្នោតញោមតែឡើងថ្នោតទៅអត់ដាក់គីមីអីហ្មងនឹងធម្មជាតិឥឡូវនេះមិនស្រួលទេណាញាតិញោមគាត់បរិស័ទរបស់អីក៏គីមីពីមុនគាត់ថាបោះថៃល្អដល់ឆ្លោះគ្នាទៅបើនឹងតែបោះថៃនឹងវាគ្រោះថ្នាក់ជាងអីទៀតមែនទេញាតិញោមចឹងទេចាញ់បោះខ្មែរញោមមែនអត់ចាញ់បោះខ្មែរល្អជាងភាសាបោះខ្មែរនឹងរបស់របរខ្មែរយើងមានធ្វើក្នុងស្រុកដាំតកួនដាំស្ពៃក្រោយផ្ទះដាំម្ទេសសក្រីស្លឹកជីក្រោយផ្ទះហើយបានរបស់ផ្ទាល់ដៃនឹងដាំផ្ទាល់ដៃហើយបានធ្វើរបស់ផ្ទាល់ដៃនឹងថ្វាយសង់ផ្ទាល់ដៃទៀតអូយបងនឹងរតនាមិនអស់ទេញោមតាំងចិត្តធ្វើសេចក្តីល្អបុណ្យកុសលកើតអំពីកុសលកម្មជារឿយចឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាអាត្មាអត់ទេយូរទេព្រោះម៉ោង10នេះត្រូវអាចារ្យវេស្លាហើយតែវេស្លាហើយញាតិញោមម្ចាស់ស្នាក់នឹងត្រូវអញ្ជើញមកដើម្បីទទួលភិក្ខុសង្ឃនិមន្តទៅដើម្បីទទួលឲ្យបើញោមណាអស់លោកហើយអស់ស្នាក់ហើយអត់លោកអត់នឹងចាំសេរីប្រគេនទៅទៀតនឹងប្រគេនទៅទៀតដើម្បីឲ្យមានឱកាសបានប្រសង់លោកនិមន្តទទួលស្លាករបស់ញាតិញោមបវរណាសួរលោកម្ចាស់គង់នៅវត្តណាបួសបានប្រមាណភាសាហើយលោកម្ចាស់ឈ្មោះអីបញ្ជនប្រមាណលោកម្ចាស់រាល់ថ្ងៃរៀននៅណាសួរលោកណាញោមចេះសួរអត់ញោមចេះសួរអត់ចេះនឹងអនុមោទនា